បរិចបាទឬក៏ពង្រួមទៅតាមការចាក់ស្ដែងគឺការទៅការបែបនេះក៏បានយើងអាចលេងពណ៌ទៅតាមការពេញចិត្តហើយបើសិនយើងចង់បានអក្សរវាមានអក្សរចានេះវាមានអក្សរវិញហើយបងប្អូនអាចលេងពណ៌បាទលេងពណ៌បងអូនអូនយើងក៏សួរខមមិនថាតកតងមួយនឹងដាក់កម្មវិធីលើ iPhone ណានេះធំបែបនេះហើយអត់ដឹងថាយើងធ្វើរបៀបមិនណាអញ្ចឹងបងក៏ដូចជាបងប្អូនអាចតាមដានវីដេអូនេះសូមប្រាប់សិនហើយមានមួយទៀតបងប្អូនក៏សួរខ្ញុំសុំឆ្លើយសរុបណាតកតងជាមួយនឹងការដាក់ម៉ោងឡើយនេះបាទដាក់ម៉ោងធំឡើយនេះបាទអញ្ចឹងគាត់សួរថាដាក់ម៉ោងធំរបៀបម៉េចអញ្ចឹងដើម្បីធ្វើបានគឺយើងចូលមកកន្លែងហ្នឹងមកបាទនេះយើងគាត់លើជាប់មកបាទចុចមកចេញមកនេះបាទហើយអ្នកនរគ្នាចុចមានថា customize ខាងក្រោមនេះអញ្ចឹងបងប្អូនយើងអាចបរិចបាទឬក៏ពង្រួមទៅតាមការចាក់ស្ដែងគឺការទៅការឆ្លាញ់ណាទៅការប៉ានេះក៏បានទៅការប៉ានេះក៏បានសម្រាប់ខ្ញុំដាក់ធំបែបនេះគឺស្អាតបាទចេញមកគឺ M អានេះគឺយើងធ្វើទៅលើ SE បាទ SE ហើយយើងចូលមកនេះមកយើងអាចលេងតកតងជាមួយនឹងដាក់ពណ៌បាទយើងអាចចង់បានពលឺប៉ុណ្ណាក៏បានដែរតែខ្ញុំប៉ុណ្នេះក៏បានឬក៏ចេះក៏បានដែររៀងស្អាតដែរហើយជិះពីថាដានមកបាទហើយចប់អូខេរបៀបទី2គឺយើងដាក់បាទលេង style បែបនេះលេង style ធំបែបនេះណាគឺមើលទៅគឺ clean មែនតើហើយស្អាតអត់មានអញ្ញៃទេបាទអ្នកពីមើលឃើញស្អាតមែនតើតោះអញ្ចឹងដើម្បីធ្វើបានគឺយើងចូលមកកម្មវិធីរបស់យើងមកយើងរកកន្លែងពីចន្លោះណាមួយបាទស្កត់នេះគាត់លើកន្លែងណាក៏បានដែរឲ្យតែកងឲ្យប៉ះកម្មវិធីគេបាទកុំឲ្យប៉ះអញ្ចឹងចុចកន្លែងនេះមកបាទចុចឲ្យវាឃើញសញ្ញាដកបែបនេះណាហើយយើងរកពីថា edit បាទ edit បែបនេះអញ្ចឹងយើងឃើញវាថា customize បាទ customize នេះបាទបើយើងឃើញហើយការលេងយើងអាចដាក់ពណ៌បែបនេះក៏បានពណ៌អញ្ចឹងក៏បានបាទការលេង style អញ្ចឹងក៏បានបាទបែបនេះក៏បានយើងអាចលេងពណ៌ទៅតាមការពេញចិត្តហើយបើសិនយើងចង់បានអក្សរវាមានអក្សរចានេះវាមានអក្សរវិញហើយបងប្អូនអាចលេងពណ៌បាទលេងពណ៌ក៏ដូចជាលេង style បាទលេង style បែបហ្នឹងមកបាទវាឃើញទៅគឺអែមអញ្ចឹងណាបាទហើយយើងអាចលេងទៅតាមនឹងចាក់ស្ដែងទៀតយើងអាចចូលមកយើងចូលកន្លែងហ្នឹងសាមិញមក customize នេះដូចដើមវិញបាទដូចដើមវិញហើយយើងអាចដាក់អក្សរធំចេះក៏បានជាទូទៅខ្ញុំប្រើបែបនេះបាទគឺវា clean ហើយវាអែមហើយទៅតាមការពេញចិត្តរបស់យើងទេយើងអាចធ្វើទៅតាមការស្រឡាញ់របស់យើងកុំខ្វល់ពីអ្នកដទៃយើងប្រើទៅតាមទឹកលុយរបស់យើងណាអានេះ XA2 បាទអញ្ចឹងអរគុណយើងជួបគ្នាវីដេអូក្រោយ